អូខេសួស្តីលោកគ្រូជាមួយនឹងគ្នាយើង SV30 ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើលំហាត់តទៅជាមួយ basic command line របស់យើង part 3អញ្ចឹងដែលលំហាត់របស់យើងមានប្រធានបទ fact នេះយើងមាន directory CTEC teacher student ហើយជាមួយនឹង subject ដែលមាន score ជាមួយនឹងបន្ទុកនៅក្នុងនោះដូចគ្នាអញ្ចឹងដើម្បីធ្វើនេះអញ្ចឹងយើងចូលទៅការធ្វើទាំងអស់គ្នាអញ្ចឹងសម្រាប់ការធ្វើជាដំបូងយើងបង្កើត directory សិនអញ្ចឹងយើងធ្វើការវាយ command dir .p ហើយបន្ទាប់មកយើងធ្វើការវាយ directory របស់យើងគឺ ctech/teacher/student subject អញ្ចឹងយើងដាក់ subject យើងចូលគឺយើងមាន subject របស់យើងមានC/C# ក្បៀសមួយទៀតដែលយើងដាក់ C++អញ្ចឹងនៅពេលដែលយើងវាយ subject យើងចូលអស់ហើយយើងបើកក្បៀសមួយដើម្បីយើងដាក់ score របស់យើងចូលអញ្ចឹងនៅពេលដែលយើងដាក់ score ហើយអស់ហើយយើងអាចធ្វើការ run វាបានអញ្ចឹងនៅពេលយើង run បង្កើត directory របស់យើងហើយយើងអាចធ្វើការវាយ command មួយទៀតដែលយើងដាក់បន្ទុកឬក៏យើងអាចដាក់ score ដាក់នៅចូលនៅក្នុង subject របស់យើងមួយអញ្ចឹងខ្ញុំនឹងធ្វើការដោយតែ command ខាងលើដែរទេអញ្ចឹងយើងគ្រាន់តែនេះយើងដូរមកជា type វិញដល់ពេលដែលយើងទៅសេចេះហើយអស់ហើយថៃឆ្ងាយអស់ហើយយើងមកដល់កន្លែងក្រោយ score នេះយើងធ្វើការក្បៀសមួយដើម្បីដាក់បន្ទុករបស់យើងចូលឬក៏ score របស់យើងចូលអញ្ចឹង score របស់យើងមាន4គឺមាន 50.5 ក្បៀស 60.5 ក្បៀស 70.5 ក្បៀសជាមួយនឹងចុងក្រោយគេយើងមាន 80.5 បាទបន្ទាប់ពីយើងវាយបន្ទុករបស់យើងហើយអស់ហើយយើងអាចធ្វើការ enter បានជាងនៅពេលដែលយើង enter ចុះមកគឺវាចូលហើយអញ្ចឹងយើងអាចធ្វើការមើលវាបានដោយសារយើងសរសេរ tree ហើយយើងវាយ syntax ហ្នឹងបាទអញ្ចឹងគឺយើងឃើញresult របស់យើងគឺបានដូចបែបនេះដូចអ្វីដែលលោកគ្រូគាត់ដាក់មកដែលគាត់ចង់បានបាទអញ្ចឹងវីដេអូនេះវាប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា